សាច់រឿងបន្តនៅពេលដែលសៀវយានបានធ្វើដំណើរចាកចេញពីទ្វីបកម្លាំងធាតុទៅកាន់ពិភពរាប់ពាន់អស្ចារ្យតាមចន្លោះលំហនៃពិភពហ្នឹងពេលហ្នឹងសៀវយានក៏បានជួបជាមួយនឹងលីនតុងលីនឈីងឈូហើយនិងឈីងតានផងដែរដោយលីនតុងលីនឈីងឈូហើយនិងឈីងតានហ្នឹងក៏បានធ្វើដំណើរចាកចេញពីទ្វីបរបស់គាត់ហ្នឹងទៅកាន់ពិភពរាប់ពាន់អស្ចារ្យដូចគ្នាតាមផ្លូវតែមួយជាមួយនឹងសៀវយានដូចគ្នាហើយនៅពេលដែលសៀវយានហើយនិងលីនតុងបានជួបគ្នាហ្នឹងអ្នកទាំងពីរនាក់ហ្នឹងក៏បានរស់រាយរាក់ទាក់ដាក់គ្នាបន្តិចផងដែរមុននឹងចែកផ្លូវគ្នារៀងៗខ្លួនពីព្រោះអីសៀវយានហើយនិងលីនតុងបានដឹងថាកម្លាំងរបស់ពួកគេទាំងពីរនាក់ហ្នឹងគឺមានកម្លាំងប្រហាក់ប្រហែលគ្នាហើយពួកគេទាំងពីរនាក់ហ្នឹងក៏មិនមែនជាសត្រូវដែរមិនចាំបាច់អីឲ្យមានការប្រយុទ្ធគ្នានោះឡើយដូច្នេះហើយទាំងសៀវយានហើយនិងលីនតុងហ្នឹងក៏បានគោរពគ្នាទៅវិញទៅមកទៅមុននឹងបែកផ្លូវគ្នាដើម្បីធ្វើដំណើរទៅកាន់ពិភពរាប់ពាន់អស្ចារ្យរៀងៗខ្លួនហើយបន្ទាប់ពីលីនតុងលីនឈីងឈូហើយនិងឈីងតានបានចាក់ចេញទៅបាត់ហើយឆៃលីនហើយនិងស៊ុនអឺដែលនៅក្បែរសៀវយានដែលមិនបាននិយាយពីមុនមកហ្នឹងក៏បានសួរទៅកាន់សៀវយានថាតើសៀវយានហ្នឹងស្គាល់បរិសម្នាក់ហ្នឹងហើយនិងស្ត្រីទាំងពីរនាក់ហ្នឹងពិតមែនឬអត់ពីព្រោះអីមុននេះបន្តិចឃើញអ្នកទាំង3នាក់ហ្នឹងរស់រាយរាក់ទាក់ដាក់សៀវយានជាខ្លាំងដូច្នេះហើយទើបឆៃលីនហើយនិងស៊ុនអឺហ្នឹងមានការឆ្ងល់ជាខ្លាំងចំពោះការរស់រាយរាក់ទាក់ដូច្នេះមកលើសៀវយានចំណែកឯសៀវយានវិញបន្ទាប់ពីលើប្រពន្ធទាំងពីរនាក់របស់គាត់សួរដូច្នេះហើយគាត់ក៏បានសើចហើយក៏បានប្រាប់ទៅកាន់ឆៃលីនហើយនិងស៊ុនអឺថាគាត់មិនស្គាល់បរិសម្នាក់ហ្នឹងនោះទេប៉ុន្តែកម្លាំងរបស់បរិសម្នាក់ហ្នឹងគឺពិតជាខ្លាំងណាស់ហើយពួកគេក៏មិនមែនជាសត្រូវដែរដូច្នេះហើយមិនបាច់ចាំប្រយុទ្ធគ្នាអ្វីនោះឡើយហើយបន្ទាប់ពីប្រាប់និងបញ្យល់ឆៃលីនហើយនិងស៊ុនអឺរួចហើយសៀវយានក៏បានចាប់ចង្កេះឆៃលីនហើយនិងស៊ុនអឺហ្នឹងហោះចូលទៅក្នុងផ្លូវលំហដើម្បីធ្វើដំណើរទៅកាន់ពិភពរាប់ពាន់អស្ចារ្យដូចគ្នាប៉ុន្តែនៅពេលដែលសៀវយានបានធ្វើដំណើរបានមួយសន្ទុះហ្នឹងសៀវយានស៊ុនអឺឆៃលីនហ្នឹងក៏បានជួបនៅព្យុះលំហមួយដែលជាព្យុះលំហលើកទី2ហើយនៅកន្លែងហ្នឹងខ្ញុំភ្លេចប្រាប់បន្តិចចុះមុននឹងសៀវយានបានជួបជាមួយនឹងលីនតុងលីនឈីងឈូហើយនិងឈីងតានហ្នឹងសៀវយានក៏បានជួបនឹងព្យុះលំហមួយផងដែរដែលធ្វើឲ្យគាត់នឹងបែកផ្លូវគ្នាជាមួយនឹងគូយ័នហើយនិងជូគុនដូច្នេះហើយនៅពេលដែលសៀវយានបានជួបជាមួយនឹងលីនតុងលីនឈីងឈូហើយនិងឈីងតានហ្នឹងទើបឃើញតែសៀវយានស៊ុនអឺហើយនិងឆៃលីននេះឯងហើយបន្ទាប់ពីបែកគ្នាជាមួយនឹងលីនតុងហើយសៀវយានក៏បានជួបព្យុះលំហម្ដងទៀតដែលធ្វើឲ្យសៀវយានហ្នឹងបានបែកគ្នាជាមួយនឹងឆៃលីនស៊ុនអឺដូចគ្នានៅកន្លែងហ្នឹងហើយនៅពេលដែលសៀវយានបានជួបព្យុះលំហហ្នឹងពេលហ្នឹងសៀវយានក៏បានធ្លាក់ចូលទៅក្នុងត្រកូលអាទិទេពលួចំណែកឯឆៃលីនហើយនិងស៊ុនអឺវិញគឺមិនដឹងធ្លាក់ទៅទីកន្លែងណានោះទេបន្ទាប់ពីជួបព្យុះលំហលើកទី2ហ្នឹងប៉ុន្តែអ្វីដែលធ្វើឲ្យសៀវយានស្ទើរតែស្លាប់ស្ទើរតែរស់បន្ទាប់ពីមកដល់ពិភពរាប់ពាន់អស្ចារ្យជាលើកដំបូងហ្នឹងគឺថានៅពេលហ្នឹងសៀវយានបានប្រតិកម្មជាមួយនឹងធម្មពលកម្លាំងធាតុនៃទ្វីបកម្លាំងធាតុរបស់គាត់ហ្នឹងជាមួយនឹងធម្មពលខាងវិញ្ញាណនៃពិភពរាប់ពាន់អស្ចារ្យដោយយើងដឹងហើយថានៅក្នុងទ្វីបកម្លាំងធាតុរបស់សៀវយានហ្នឹងគឺគេវឹកហាត់ធម្មពលខាងកម្លាំងធាតុចំណែកឯនៅក្នុងពិភពរាប់ពាន់អស្ចារ្យវិញគឺគេវឹកហាត់ធម្មពលខាងវិញ្ញាណដូច្នេះហើយទើបធ្វើឲ្យធម្មពលខាងកម្លាំងធាតុរបស់សៀវយានមានប្រតិកម្មជាមួយនឹងធម្មពលខាងវិញ្ញាណនៃពិភពរាប់ពាន់អស្ចារ្យនេះឯងបន្ទាប់ពីសៀវយានបានមកដល់ពិភពរាប់ពាន់អស្ចារ្យជាលើកដំបូងដែលជាហេតុធ្វើឲ្យសៀវយាននឹងស្ទើរតែស្លាប់ស្ទើរតែរស់ទៅហើយដោយសារតែធម្មពលខាងវិញ្ញាណហើយនិងធម្មពលខាងកម្លាំងធាតុនឹងមានប្រតិកម្មជាមួយនឹងគ្នាប៉ុន្តែដោយតែគេនិយាយគឺថានៅក្នុងគ្រោះមហន្តរាយតែងតែមានលាភសំណាងជានិច្ចនៅពេលហ្នឹងសៀវយានក៏បានជួបជាមួយនឹងជីតារបស់លូលីគឺជាលូធានសិននេះឯងហើយលូធានសិនហ្នឹងក៏បានជួយសៀវយានក្នុងការបំលែងធម្មពលកម្លាំងធាតុហ្នឹងជាធម្មពលខាងវិញ្ញាណនៅក្នុងពិភពរាប់ពាន់អស្ចារ្យដូចគ្នាដែលមនុស្សគ្រប់គ្នានៅក្នុងពិភពរាប់ពាន់អស្ចារ្យហ្នឹងបានវឹកហាត់ហើយនៅពេលដែលសៀវយានបានបំលែងធម្មពលកម្លាំងធាតុរបស់គាត់ទៅជាធម្មពលខាងវិញ្ញាណហ្នឹងសៀវយានក៏បានធ្លាក់កម្រិតផងដែរពីកម្រិតទី11ដែលជាកម្រិតតៅទីនៅក្នុងរឿងប្រយុទ្ធទៅកាន់មីខេហ្នឹងទៅកម្រិតទី9ដែលជាកម្រិតអធិបតេយ្យនៅក្នុងរឿងពិភពរាប់ពាន់អស្ចារ្យដោយកម្រិតតៅទីហ្នឹងគឺស្មើនឹងកម្រិតអធិបតេយ្យដែលជាកម្រិតទី9នៅក្នុងរឿងពិភពរាប់ពាន់អស្ចារ្យនេះឯងគឺវាធ្លាក់ពីកម្រិតបន្ទាប់ពីសៀវយានបានបំលែងធម្មពលខាងកម្លាំងធាតុរបស់គាត់ហ្នឹងទៅជាធម្មពលខាងវិញ្ញាណដោយកម្រិតទី11តៅទីគឺស្មើនឹងកម្រិតទី9កម្រិតអធិបតេយ្យភាពនៅក្នុងពិភពរាប់ពាន់អស្ចារ្យហើយចំណែកឯលូធានសិនដែលជាអ្នកជួយសៀវយានវិញគឺគាត់ស្ថិតនៅក្នុងកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ខ្ពស់ដោយកម្រិតអធិបតេយ្យភាពផែនដីហ្នឹងគឺគេបែងចែកទៅជា3ថ្នាក់ថ្នាក់ទាបថ្នាក់ខ្ពស់ហើយនិងថ្នាក់ល្អឥតខ្ចោះហើយលូធានសិនពេលហ្នឹងគឺគាត់ស្ថិតនៅក្នុងថ្នាក់ខ្ពស់នេះឯងហើយត្រកូលអាទិទេពលួគឺជាត្រកូលមួយក្នុងចំណោមត្រកូលអាទិទេពទាំង4ដែលស្ថិតនៅក្នុងអាណាចក្រសមរភូមិឋានសួគ៌ភាគខាងលិចហើយអ្នកដែលគ្រប់គ្រងអាណាចក្រសមរភូមិឋានសួគ៌ភាគខាងលិចហ្នឹងគឺជាអធិរាជសមរភូមិនេះឯងដែលជាសត្រូវសួរពូជរបស់លីនតុង
ដែលលីនតង់បានដេញវាយរយៈពេល1ខែពេញនៅពេលដែលលីនតង់នឹងបានធ្វើដំណើរមកដល់ពិភពប្រព័ន្ធអស្ចារ្យជាលើកដំបូងហើយនៅពេលដែលសៀវយានបានជាសះស្បើយពីរបួសនិងបានបំលែងធម្មពលពីកម្លាំងធាតុទៅជាធម្មពលខាងវិញ្ញាណរួចហើយសៀវយានក៏មិនបានស្នាក់នៅទូកោអាទិទេពលួយូទៀតនោះទេបន្តមកទៀតសៀវយានក៏បានលាគ្នាជាមួយនឹងលូធានសិនគឺដើម្បីប្រញាប់ទៅស្វែងរកប្រពន្ធទាំងពីរនាក់របស់គាត់គឺជាឆៃលីនហើយនិងស៊ុនអឺព្រមទាំងគូយួនហើយនិងជូគុនផងដែរដែលបានបាត់ខ្លួននៅពេលដែលពួកគេបានជួបជុះលំហលើកទី1លើកទី2នៅពេលដែលពួកគេធ្វើដំណើរមកកាន់ពិភពរាប់ពាន់អស្ចារ្យហ្នឹងបន្ទាប់ពីនឹងមកទៀតនៅពេលដែលសៀវយានបានលាគ្នាជាមួយនឹងលួធានសិននិងចាក់ចែងពីត្រកូលអាទិទេពលួហ្នឹងសៀវយានក៏បានធ្វើដំណើរទៅទីក្រុងមួយដែលមានឈ្មោះថាទីក្រុងហ្វឹងជូនៃអាណាចក្រសមរភូមិតាន់ស៊ូភាគខាងលិចហើយបន្ទាប់ពីសៀវយានបានទៅដល់ទីក្រុងហ្វឹងជូហើយសៀវយានក៏បានទទួលដំណឹងដែរថាបកប្រច័ណ្ឌវេទមន្តបានធ្វើការប្រយុទ្ធគ្នាជាមួយនឹងពស់ថ្លាន់លេបឋានស៊ូ9ពណ៌ហើយបកប្រច័ណ្ឌវេទមន្តនឹងក៏បានវាយប្រហារនិងចាប់ពស់ថ្លាន់លេបឋានស៊ូ9ពណ៌នឹងបានផងដែរហើយបន្ទាប់ពីបកប្រច័ណ្ឌវេទមន្តនឹងបានចាប់ពស់ថ្លាន់លេបឋានស៊ូ9ពណ៌នឹងហើយពួកគេក៏បានប្រកបប្រកាសរៀបចំពិធីបើកដេញថ្លៃតែម្ដងដើម្បីដេញថ្លៃពស់ថ្លាន់លេបឋានស៊ូ9ពណ៌នឹងហើយចំណែកសៀវយានវិញបន្ទាប់ពីឮដំណឹងថាប្រពន្ធរបស់គាត់ត្រូវបានគេចាប់ខ្លួនដូច្នេះហើយសៀវយានក៏មានការខឹងសម្បាផងដែរដែលបកប្រច័ណ្ឌវេទមន្តនឹងបានចាប់ប្រពន្ធរបស់គាត់យកទៅដេញថ្លៃហើយប្រពន្ធរបស់សៀវយាននឹងគឺជាឆៃលីនឯងដែលជាពស់ថ្លាន់លេបឋានស៊ូ9ពណ៌នឹងហើយបន្តមកទៀតសៀវយានក៏បានធ្វើដំណើរទៅកាន់បកប្រច័ណ្ឌវេទមន្តនឹងតែម្ដងដើម្បីទៅជួយសង្គ្រោះឆៃលីនហើយបន្ទាប់ពីសៀវយានបានទៅដល់បកប្រច័ណ្ឌវេទមន្តនឹងហើយសៀវយានក៏បានវាយប្រហារនឹងកំទេចបកប្រច័ណ្ឌវេទមន្តនឹងចោលតែម្ដងក្នុងរយៈពេលត្រឹមតែ1យប់ប៉ុណ្ណោះបន្ទាប់ពីសៀវយានបានកំទេចបកប្រច័ណ្ឌវេទមន្តដើម្បីជួយឆៃលីនហើយសៀវយានក៏បានសម្លាប់មេបកប្រច័ណ្ឌវេទមន្តចោលផងដែរនៅកន្លែងហ្នឹងដោយមេបកប្រច័ណ្ឌវេទមន្តហ្នឹងគឺស្ថិតនៅក្នុងកម្រិតទី9ដែលជាកម្រិតអធិបតេយ្យភាពថ្នាក់ទី5ដោយនៅក្នុងកម្រិតអធិបតេយ្យភាពហ្នឹងគឺគេមាន9ថ្នាក់ពីថ្នាក់ទី1ដល់ថ្នាក់ទី5ហើយមេបកប្រច័ណ្ឌវេទមន្តហ្នឹងគឺស្ថិតនៅក្នុងកម្រិតអធិបតេយ្យភាពថ្នាក់ទី5ចំណែកសៀវយានយើងវិញគឺស្ថិតនៅក្នុងកម្រិតអធិបតេយ្យភាពថ្នាក់ទី9បន្ទាប់ពីសៀវយានបានបំលែងធម្មពលកម្លាំងធាតុរបស់គាត់ហ្នឹងទៅជាធម្មពលខាងវិញ្ញាណរួចហើយបន្ទាប់ពីសម្លាប់មេបកប្រច័ណ្ឌវេទមន្តនឹងរួចហើយសៀវយានក៏បានជួយឆៃលីនក្នុងការបំលែងធម្មពលកម្លាំងធាតុហ្នឹងទៅជាធម្មពលខាងវិញ្ញាណដែលមនុស្សគ្រប់គ្នានៅក្នុងពិភពប្រព័ន្ធអស្ចារ្យហ្នឹងវឹកហាត់ដូចគ្នាហើយមូលហេតុដែលឆៃលីនត្រូវបានបកប្រច័ណ្ឌវេទមន្តនឹងចាប់ហ្នឹងគឺដោយសារតែនៅពេលដែលឆៃលីនបានមកដល់ពិភពប្រព័ន្ធអស្ចារ្យហ្នឹងគឺមិនខុសគ្នាជាមួយនឹងសៀវយាននោះទេដែលបានប្រតិកម្មជាមួយនឹងធម្មពលកម្លាំងធាតុនៃវិបកម្លាំងធាតុហ្នឹងជាមួយនឹងធម្មពលខាងវិញ្ញាណនៃពិភពប្រព័ន្ធអស្ចារ្យដូច្នេះហើយទើបធ្វើឲ្យឆៃលីនហ្នឹងគឺខ្សោយខ្លាំងមែនទែនដែលជាហេតុធ្វើឲ្យបកប្រច័ណ្ឌវេទមន្តហ្នឹងបានចាប់ឆៃលីនដោយងាយស្រួលដូច្នេះហើយបន្តមកទៀតសៀវយានក៏បាននាំឆៃលីនចូលទៅក្នុងពីរោងភ្នំនៃបកប្រច័ណ្ឌវេទមន្តផងដែរបន្ទាប់ពីជួយឆៃលីនក្នុងការបំលែងធម្មពលកម្លាំងធាតុទៅជាធម្មពលខាងវិញ្ញាណរួចហើយបន្ទាប់ពីសៀវយាននិងឆៃលីនបានចូលទៅដល់រោងភ្នំនៃបកប្រច័ណ្ឌវេទមន្តនឹងហើយសៀវយានក៏បានទទួលនៅអណ្ដាតភ្លើងបរិសុទ្ធមួយផងដែរដែលមានឈ្មោះថាអណ្ដាតភ្លើងភ្នំភ្លើងឆ្អឹងត្រជាក់ដែលមានលេខរៀងទី13នៃអណ្ដាតភ្លើងបរិសុទ្ធទាំង20នៅក្នុងពិភពប្រព័ន្ធអស្ចារ្យហើយអណ្ដាតភ្លើងបរិសុទ្ធហ្នឹងគឺមានឥទ្ធិពលនៅខ្លាំងជាងអណ្ដាតភ្លើងឋានសួគ៌នៅក្នុងទ្វីបកម្លាំងធាតុទៅទៀតហើយបន្ទាប់ពីនឹងមកទៀតរយៈពេលដ៏ខ្លីដែលថាសៀវយានបានកំទេចនិងបំផ្លាញបកប្រច័ណ្ឌវេទមន្តចោលហ្នឹងក៏បានរីករាលដាលពាសពេញនៃអាណាចក្រសមរភូមិឋានសួគ៌ភាគខាងលិចតែម្ដងដែលជាហេតុធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយពួកគេក៏តាមរកដែរថាតើអ្នកណាជាអ្នកដែលបំផ្លាញបកប្រច័ណ្ឌវេទមន្តចោលត្រឹមតែរយៈពេល1យប់ហ្នឹងចំណែកសៀវយានវិញគឺមិនបានខ្វល់ខ្វាយអ្វីច្រើនអំពីពាក្យចចាមអារ៉ាមថាគាត់បានកំទេចបកប្រច័ណ្ឌវេទមន្តចោលនោះទេបន្តមកទៀតសៀវយានក៏បាននាំឆៃលៀនចាក់ចេញពីរូងភ្នំនៃបកប្រច័ណ្ឌវេទមន្តហ្នឹងដើម្បីស្វែងរកស៊ុនអឺបន្តទៀតដោយមិនបានចាំយូរទៀតនោះឡើយបន្ទាប់ពីសៀវយាននិងឆៃលៀនបានចាក់ចេញទៅបាត់ហើយសម្ព័ន្ធមិត្តរបស់បកប្រច័ណ្ឌវេទមន្តគឺជាបកលោហិតឋានសួគ៌ក៏បានធ្វើការស៊ើបអង្កេតហើយក៏បានស្វែងរកអត្តសញ្ញាណអ្នកដែលកំទេចបកប្រច័ណ្ឌវេទមន្តនឹងបានផងដែរដោយពួកគេក៏បាននិយាយថាអ្នកដែលបានកំទេចបកប្រច័ណ្ឌវេទមន្តនឹងគឺជាបុរសស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅនិងមានដាវយក្សខ្មៅដ៏ធំមួយនៅពីក្រោយខ្នងរបស់គាត់ហើយក៏មិនដឹងថាបុរសម្នាក់ហ្នឹងបានមកពីណានោះទេហើយម្នាក់ដែលពួកគេនិយាយហ្នឹងគឺជាស្ទីវយីនីឯងដោយសារតែបកប្រច័ណ្ឌវេទមន្តហ្នឹងគឺជាសម្ព័ន្ធមិត្តរបស់បកលោហិតឋានសួគ៌ហើយមេបកលោហិតឋានសួគ៌ហ្នឹងក៏បានកំណត់អត្តសញ្ញាណសៀវយានភ្លាមតែម្ដងថាសៀវយានហ្នឹងគឺទើបតែឡើងមកពីពិភពថ្នាក់ទាបមកកាន់ពិភពប្រព័ន្ធអស្ចារ្យយើថ្មីនេះឯងហើយបន្តមកទៀតបកលោហិតឋានសួគ៌ហ្នឹងក៏បានបញ្ជូនគ្នាហើយតាមប្រមាញ់សៀវយានហើយនឹងឆៃលៀនតែម្ដងនៅកន្លែងហ្នឹង
ដោយមិនបានចាំយូរទៀតនោះទេចំណាយបាក់មេបាក់លហិតឋានសួគ៌ហ្នឹងក៏បានចេញមុខដោយផ្ទាល់ផងដែរដើម្បីតាមប្រមាញ់សៀវយៀនដែលជាហេតុធ្វើឲ្យសៀវយៀនហ្នឹងក៏មានការពិបាកខ្លាំងផងដែរបន្ទាប់ពីត្រូវបានបាក់លហិតឋានសួគ៌ហ្នឹងតាមប្រមាញ់បន្ទាប់ពីត្រូវបានមេបាក់លហិតឋានសួគ៌តាមប្រមាញ់ដោយផ្ទាល់ហើយសៀវយៀនក៏គ្មានជំរឿអ្វីដែរដូច្នេះហើយសៀវយៀនក៏បានធ្វើការប្រយុទ្ធគ្នាយ៉ាងសាហាវឃោរឃៅជាមួយនឹងមេបាក់លហិតឋានសួគ៌តែម្ដងដោយមេបាក់លហិតឋានសួគ៌ហ្នឹងគឺមានកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ដំបូងចំណែកសៀវយៀនពេលហ្នឹងគឺមានកម្រិតទី9គឺជាកម្រិតអធិបតេយ្យភាពថ្នាក់ទី9ហើយនៅក្នុងពេលប្រយុទ្ធគ្នាហ្នឹងទាំងសៀវយៀនហើយនិងមេបាក់លហិតឋានសួគ៌ហ្នឹងក៏បានរងរបួសយ៉ាងធ្ងន់ធ្ងររៀងៗខ្លួនតែម្ដងនៅកន្លែងហ្នឹងហើយបន្ទាប់ពីបានប្រយុទ្ធគ្នាជាមួយនឹងសៀវយៀនហើយទើបមេបាក់លហិតឋានសួគ៌ហ្នឹងបានដឹងថាទោះបីជាបច្ចុប្បន្នសៀវយៀននឹងស្ថិតនៅក្នុងកម្រិតទី9អធិបតេយ្យភាពថ្នាក់ទី9ក៏ដោយប៉ុន្តែកម្លាំងប្រយុទ្ធរបស់សៀវយៀនវិញគឺស្មើទៅនឹងអ្នកកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ដំបូងរួចទៅហើយដូច្នេះហើយគាត់មិនអាចទុកឲ្យសៀវយៀននឹងមានជីវិតបានបន្តទៀតនោះទេដែលជាការគំរាមកំហែងដល់គាត់នៅថ្ងៃអនាគតប៉ុន្តែនៅពេលដែលគាត់កំពុងតែគិតនឹងក៏ស្រាប់តែមានព្រឹត្តិការណ៍ម្នាក់លេចចេញមកដែលធ្វើឲ្យគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលជាខ្លាំងដែលព្រឹត្តិការណ៍ម្នាក់ហ្នឹងគឺមកពីបកដៅពិសិដ្ឋឋានសួគ៌ដែលមានឈ្មោះថាជាងលីងជាអ្នកជំនាញកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ល្អឥតខ្ចោះដោយនៅក្នុងពេលហ្នឹងព្រឹត្តិការណ៍ជាងលីងហ្នឹងក៏បាននាំស៊ុនអឺមកជាមួយដូចគ្នាហើយនៅកន្លែងហ្នឹងគេមិនបានបញ្ជាក់ទេថាស៊ុនអឺហ្នឹងបានទៅបកដៅពិសិដ្ឋឋានសួគ៌ហ្នឹងដោយរបៀបណាចំណែកសៀវយៀនវិញបន្ទាប់ពីឃើញស៊ុនអឺហើយសៀវយៀនក៏មានការសប្បាយចិត្តផងដែរពីព្រោះអីនៅពេលនេះគាត់បានជួបជុំជាមួយនឹងប្រពន្ធទាំងពីរនាក់របស់គាត់វិញបន្ទាប់ពីបានបែកគ្នាអស់មួយរយៈនៅពេលដែលពួកគេជួបព្យុះលំហនៃពិភពនៅពេលដែលពួកគេទាំង4នាក់ទាំង5នាក់នឹងធ្វើដំណើរមកកាន់ពិភពរាប់ពាន់អស្ចារ្យហើយនៅក្នុងពេលនឹងដែរស៊ុនអឺក៏មានការតក់ស្លុតជាខ្លាំងផងដែរបន្ទាប់ពីឃើញស្ថានភាពរបស់សៀវយៀនហើយនិងឆៃលីនដែលពោពេញទៅដោយស្នាមរបួសហើយនឹងឈាមពីពេញខ្លួនតែម្ដងដូច្នេះហើយស៊ុនអឺក៏មានការខឹងសម្បាទៅលើមេបកលហិតឋានសួគ៌នឹងដូច្នេះស៊ុនអឺក៏បានស្នើសុំឲ្យព្រឹត្តិការណ៍ជាងលីងនឹងធ្វើការសម្លាប់មេបកលហិតឋានសួគ៌នឹងចោលតែម្ដងទៅប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍ជាងលីងនឹងរៀបនឹងវាយប្រហារក៏ស្រាប់តែមានមនុស្សម្នាក់ដែលមានឈ្មោះថាធានស៊ីដែលមកពីបកអណ្ដាតភ្លើងឋានសួគ៌សុបិនអាក្រក់ក៏បានលេចចេញមុខមកភ្លាមតែម្ដងដើម្បីគំរាមកំហែងទៅដល់សៀវយៀនហើយនឹងព្រឹត្តិការណ៍ជាងលីងនឹងដោយនៅកន្លែងហ្នឹងធានស៊ីក៏បានតាមដានសៀវយៀនតាំងពីពេលដែលសៀវយៀននឹងបានទៅកំទេចបកប្រច័ណ្ឌវេទមន្តម្លេះហើយនៅពេលហ្នឹងធានស៊ីក៏បានបង្ខំឲ្យសៀវយៀននឹងប្រគល់នៅវិជាអណ្ដាតភ្លើងមន្ត្រាព្រមទាំងអណ្ដាតភ្លើងឋានសួគ៌ទាំងអស់ឲ្យទៅរូបគេផងដែរហើយព្រមទាំងនិយាយមើលងាយទៅកាន់សៀវយៀនឆៃលៀនស៊ុនអឺហើយនឹងព្រឹត្តិការណ៍ជាងលៀងថាពួកឯងទាំងអស់គ្នានឹងគ្រាន់តែជាស្រមោចនៅក្នុងភ្នែករបស់យើងតែប៉ុណ្ណោះពុំមកចង់ក្អេងកាងនៅចំពោះមុខយើងដូច្នេះរីឯសៀវយៀនពេលហ្នឹងដោយពុំអាចទ្រាំនឹងសម្ពាធធម៌ពលរបស់ធានស៊ីដែលជាអ្នកជំនាញកម្រិតទី11គឺជាកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់វិញ្ញាណបានពេលហ្នឹងសៀវយៀនក៏បានខំមាត់សង្កត់ចិត្តទប់កំហឹងនឹងទង្វើមួយនេះហើយក៏បានប្រគល់នៅវិជាអណ្ដាតភ្លើងមន្ត្រាព្រមទាំងអណ្ដាតភ្លើងឋានសួគ៌ទាំងអស់ឲ្យទៅធានស៊ីភ្លាមប៉ុន្តែស្របពេលជាមួយគ្នានឹងដែរក៏ស្រាប់តែមានត្រកូលពស់ថ្លាន់លេបឋានសួគ៌7000ហ្នឹងក៏បានចេញមកជួយសៀវយៀនហើយនឹងឆៃលៀនភ្លាមដែលជាហេតុធ្វើឲ្យធានស៊ីនឹងមានការតក់ស្លុតជាខ្លាំងដោយអ្នកដឹកនាំត្រកូលពស់ថ្លាន់លេបឋានសួគ៌7000ចេញមកជួយឆៃលៀនហើយនឹងសៀវយៀនហ្នឹងគឺជាព្រឹត្តិការណ៍ស្រីម្នាក់ដែលមានឈ្មោះថាយូមេសៀបន្ទាប់ពីយូមេសៀនឹងចេញមកហើយក៏បានធ្វើឲ្យធានស៊ីនឹងមានការតក់ស្លុតជាខ្លាំងពីព្រោះអីយូមេសៀនឹងគឺស្ថិតនៅក្នុងកម្រិតទី11គឺជាកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់អមតៈដែលលើសធានស៊ីនឹងមួយថ្នាក់ទៅទៀតដែលនៅក្នុងកម្រិតទី11កម្រិតអធិបតេយ្យភាពឋានសួគ៌នឹងគឺគេបែងចែកទៅជា3ថ្នាក់កម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់វិញ្ញាណកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់អមតៈហើយនិងកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់បរិសុទ្ធហើយនៅក្នុងថ្នាក់ទាំង3ហ្នឹងគឺមានថ្នាក់ដំបូងថ្នាក់កណ្ដាលហើយនិងថ្នាក់ចុងក្រោយទៅទៀតថ្នាក់តូចៗវាហ្នឹងដោយនៅកន្លែងហ្នឹងព្រឹត្តិការណ៍ស្រីយូមេសៀហ្នឹងក៏មិនបានមកតែម្នាក់ឯងនោះដែរដោយព្រឹត្តិការណ៍ស្រីហ្នឹងក៏បាននាំព្រឹត្តិការណ៍2នាក់មកថែមទៀតផងដោយព្រឹត្តិការណ៍2នាក់ដែលមកជាមួយនឹងយូមេសៀហ្នឹងគឺស្ថិតនៅក្នុងកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ល្អឥតខ្ចោះដោយកម្រិតអធិបតេយ្យភាពផែនដីហ្នឹងគឺមាន3ថ្នាក់ថ្នាក់ដំបូងថ្នាក់ខ្ពស់ហើយនិងថ្នាក់ល្អឥតខ្ចោះនេះឯងដោយព្រឹត្តិការណ៍2នាក់ហ្នឹងគឺស្ថិតនៅក្នុងថ្នាក់ល្អឥតខ្ចោះហើយបន្ទាប់ពីយូមេសៀហើយនិងព្រឹត្តិការណ៍ទាំង2នាក់ហ្នឹងបានបង្ហាញខ្លួនហើយធានស៊ីក៏មិនហ៊ានក្អកទៀតដែរធានស៊ីក៏បានដាក់មេប្រូចរត់បាត់ទៅចំណែកឯមេបកលហិតឋានសួគ៌ក៏ដូចគ្នាពីព្រោះអីសម្បីតែធានស៊ីដែលស្ថិតនៅក្នុងកម្រិតទី11គឺជាកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់វិញ្ញាណរត់បាត់ហើយចំពោះគាត់វិញគឺប្រៀបដូចជាស្រមោចអញ្ចឹងនៅចំពោះមុខយូមេសៀដូច្នេះហើយមេបកលហិតឋានសួគ៌ហើយនិងធានស៊ីដែលមកពីមេដែលជាមេបក
អាណត្តិភ្លើងឋានសួគ៌សបិនអាក្រក់ហ្នឹងក៏បានដាក់មេប្រូចទាំងពីរបាត់ទៅបន្ទាប់ពីឃើញយូមីសៀមកពីកុលសម្ព័ន្ធពុះថ្លាន់លេបឋានសួគ៌7ពាត់បានបង្ហាញខ្លួនបន្ទាប់ពីនឹងមកទៀតនៅពេលដែលធានស៊ីដែលជាមេបកអាណត្តិភ្លើងសបិនអាក្រក់ឋានសួគ៌ហើយនឹងមេបកលហិតឋានសួគ៌នឹងបានចាក់ចេញទៅបាត់ហើយយូមីសៀនឹងក៏បានសុំសៀវយៀននិយាយតាក់ទងជាមួយនឹងឆៃលីនផងដែរហើយក៏បានប្រាប់សៀវយៀនហើយនឹងឆៃលីនថាឆៃលីននឹងគឺមានខ្សែឈាមជាប់តាក់ទងជាមួយនឹងត្រកូលពុះថ្លាន់លេបឋានសួគ៌7ពាត់របស់នាងហើយយូមីសៀក៏បានបន្តទៀតថាឆៃលីននឹងគឺមានខ្សែឈាមពោះថ្លាន់លេបឋានសួគ៌9ពណ៌ដែលជាខ្សែឈាមជាអ្នកដឹកនាំហើយក៏ជាខ្សែឈាមរបស់បុព្វបុរសរបស់ពួកគេផងដែរដែលជាពោះថ្លាន់លេបឋានសួគ៌7ពណ៌នៃពិភពរាប់ពាន់អស្ចារ្យហ្នឹងដូច្នេះហើយយូម៉ៃសៀក៏បានស្នើសុំសៀវយៀនហ្នឹងដើម្បីនាំឆៃលីនទៅកាន់ត្រកូលពោះថ្លាន់លេបឋានសួគ៌7ពណ៌វិញដើម្បីឲ្យឆៃលីនហ្នឹងវឹកហាត់ខ្លាចទៅជាអ្នកជំនាញកម្រិតកម្ពុជាហើយយូម៉ៃសៀហ្នឹងក៏បាននិយាយប្រាប់សៀវយៀនអំពីប្រវត្តិរបស់ត្រកូលរបស់នាងទៅកាន់សៀវយៀនផងដែរដែលថាត្រកូលពោះថ្លាន់លេបឋានសួគ៌7ពណ៌ហ្នឹងបានចូលរួមធ្វើសង្គ្រាមជាមួយនឹងពួកបិសាចអាក្រក់ក្រៅភពជាមួយមនុស្សទាំងអស់នៅក្នុងពិភពប្រព័ន្ធអស្ចារ្យកាលពីសង្គ្រាមលោកលើកទី1ដោយនៅក្នុងពេលហ្នឹងសមាជិកត្រកូលពោះថ្លាន់លេបឋានសួគ៌របស់នាងម្នាក់បានធ្លាក់ទៅកាន់ពិភពថ្នាក់ទាបរបស់សៀវយៀនហើយក៏បានបាត់ខ្លួនដោយគ្មានឋានតែម្ដងទៅដោយបុព្វបុរសដែលបានធ្លាក់ទៅក្នុងពិភពថ្នាក់ទាបរបស់សៀវយៀនហ្នឹងគឺខ្ញុំធ្លាប់បាននិយាយហើយនៅក្នុងវីដេអូមុនអំពីប្រវត្តិរបស់បុព្វបុរសរបស់នាងនឹងដែលជាអ្នកផ្ដល់មរតកឲ្យឆៃលីននៅក្នុងរឿងប្រយុទ្ធទៅកាន់មេឃាភាគទី185នឹងឯងដែលខ្ញុំបាននិយាយហើយនៅក្នុងវីដេអូមុនអំពីបុព្វបុរសរបស់នាងនឹងបន្ទាប់ពីសៀវយៀនបានស្ដាប់យូមីសៀនិយាយអំពីប្រវត្តិរបស់បុព្វបុរសនៃត្រកូលពោះថ្លាន់លេបឋានសួគ៌7ពណ៌ដែលជាអ្នកបានផ្ដល់មរតកឲ្យឆៃលីននឹងសៀវយៀនក៏មានការផ្ចាក់ផ្អើលផងដែរហើយនឹងមានការគោរពជាខ្លាំងទៅលើបុព្វបុរសត្រកូលពោះថ្លាន់លេបឋានសួគ៌7ពណ៌នឹងដែលជាអ្នកដែលបានប្រយុទ្ធជាមួយនឹងពួកឈ្លានពានបិសាចអាក្រក់ក្រៅភពកាលពីចំនួនជាមួយនឹងអតរិយអមតៈកាលពីជាង49000ឆ្នាំមុនហើយបន្តមកទៀតសៀវយៀនក៏បានព្រមប្រគល់ឲ្យឆៃលីននឹងឲ្យទៅយូមីសៀផងដែរដើម្បីឲ្យឆៃលីននឹងត្រឡប់ទៅកាន់ត្រកូលពោះថ្លាន់លេបឋានសួគ៌7ពណ៌វិញដើម្បីឲ្យឆៃលីននឹងវឹកហាត់និងមានកម្លាំងខ្លាំងហើយសៀវយៀនក៏បានផ្ដាំទៅកាន់ព្រឹទ្ធាចារ្យយូមីសៀនឹងផងដែរថាឲ្យព្រឹទ្ធាចារ្យយូមីសៀនឹងជួយមើលថែឆៃលីនឲ្យបានល្អផងបន្ទាប់ពីនិយាយជាមួយនឹងព្រឹទ្ធាចារ្យយូមីសៀនឹងហើយសៀវយៀនក៏បានបែរមកកាន់ព្រឹទ្ធាចារ្យជាងលៀងដែលមកពីបដៅពិសិដ្ឋឋានសួគ៌នឹងហើយក៏បានប្រាប់ទៅកាន់ព្រឹទ្ធាចារ្យជាងលៀងថាឲ្យព្រឹទ្ធាចារ្យជាងលៀងនឹងជួយមើលថែសុនអើឲ្យបានល្អផងនៅពេលដែលគាត់ខ្លាំងគាត់នឹងត្រឡប់ទៅកាន់បដៅពិសិដ្ឋឋានសួគ៌ហើយនឹងនឹងត្រកូលពោះថ្លាន់លេបឋានសួគ៌7ពណ៌វិញដូចគ្នាហើយមុននឹងបាយគ្នាសៀវយឿនក៏បាននិយាយទៅកាន់ឆៃលីនហើយនឹងសុនអើថាខ្ញុំនឹងទៅរកអ្នកទាំងពីរវិញនៅពេលដែលខ្ញុំនឹងមានកម្លាំងគ្រប់គ្រាន់នៅក្នុងពិភពរាប់ពាន់អស្ចារ្យនេះចំណែកឯឆៃលីនហើយនឹងសុនអើវិញក៏យល់ចិត្តសៀវយឿនផងដែរពីព្រោះអីសៀវយឿននឹងគឺជាមនុស្សដែលមានអ្នកហើយគឺមិនចង់ខ្សោយនេះទេពិភពលោកនេះអ្នកខ្លាំងតែងតែស៊ីអ្នកខ្សោយដរាបអ្នកមិនខ្លាំងគឺមិនអាចការពារមនុស្សដែលខ្លួនស្រឡាញ់បាននោះទេដូច្នេះហើយទើបឆៃលីនហើយនឹងសុនអើនឹងគឺបានយល់អំពីចិត្តសៀវយឿនជាខ្លាំងហើយបន្ទាប់ពីនិយាយលាគ្នាជាមួយនឹងប្រពន្ធទាំងពីរនាក់ហើយទាំងសៀវយឿនហើយនឹងសុនអើឆៃលីននឹងពួកគេក៏បានចែកផ្លូវនេះរៀងៗខ្លួនដើម្បីទៅកាន់ទីតាំងរបស់ពួកគេហើយបន្ទាប់ពីសុនអើឆៃលីននឹងបានចាក់ចេញទៅបាត់ហើយសៀវយឿនក៏បានធ្វើដំណើរចាក់ចេញពីទីក្រុងហ្វឹងជូនៃអាណាចក្រសមរភូមិឋានសួគ៌ភាគខាងលិចហ្នឹងក៏ដើរផ្សងព្រេងគ្រប់ទីកន្លែងដើម្បីស្វែងរកកណ្ដាលភ្លើងឋានសួគ៌បរិសុទ្ធផ្សេងទៀតគឺដើម្បីបង្កើនធម៌ពលនិងកម្លាំងរបស់ខ្លួនបន្តទៀតបន្ទាប់ពីសៀវយឿនបានបាយគ្នាជាមួយនឹងឆៃលីនហើយនឹងសុនអើដែលជាប្រពន្ធទាំងពីរនាក់របស់គាត់ហើយនឹងបានចាក់ចេញពីទីក្រុងហ្វឹងជូរួចហើយសៀវយឿនក៏មិនដឹងថាទៅទីណាទៀតនោះដែរនៅពេលហ្នឹងប៉ុន្តែសៀវយឿនក៏បានសម្រេចចិត្តទៅកាន់ទីក្រុងមួយហើយនៅពេលដែលសៀវយឿនបានទៅដល់ទីក្រុងនោះសៀវយឿនក៏បានទទួលដំណឹងថាមានអ្នកជំនាញដែលស្ថិតនៅក្នុងកម្រិតទី9គឺជាកម្រិតអធិបតេយ្យភាពថ្នាក់ទី9ហ្នឹងរាប់មិនអស់បានធ្វើដំណើរទៅកាន់ជួរភ្នំប្រមោវិញ្ញាណគឺដើម្បីទទួលបានឱកាសបំបែកចូលទៅកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីហើយនៅពេលដែលសៀវយឿនបានឮដំណឹងនេះហើយសៀវយឿនក៏មិនបានរងចាំយូរទៀតដែរសៀវយឿនក៏បានធ្វើដំណើរចាក់ចេញពីទីក្រុងមួយហ្នឹងក៏បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងជួរភ្នំប្រមោវិញ្ញាណភ្លាមតែម្ដងដើម្បីទទួលបានឱកាសបំបែកចូលទៅកម្រិតទី10គឺជាកម្រិតអធិបតេយ្យភាពផែនដីនេះឯងហើយនៅពេលដែលសៀវយឿនបានធ្វើដំណើរទៅដល់ជួរភ្នំប្រមោវិញ្ញាណហើយសៀវយឿនក៏បានបង្កើតរូងភ្នំមួយដើម្បីស្នាក់នៅដូចគ្នាដើម្បីរងចាំដល់ថ្ងៃរូងភ្នំប្រមោវិញ្ញាណបានបើកជាផ្លូវការខណៈពេលដែលសៀវយឿនកំពុងតែស្នាក់នៅខាងក្នុងរូងភ្នំគឺដើម្បីរងចាំរូងភ្នំប្រមោវិញ្ញាណបើកនឹងសៀវយឿនក៏បាននឹកទៅដល់ប្រពន្ធទាំងពីរនាក់របស់គាត់មានដូចជាឆៃលីនហើយនឹងសុនអើដូចគ្នាព្រមទាំងកូនប្រុសស្រីទាំងពីរនាក់របស់គាត់ផងដែរដែលមានដូចជាសៀវហើយនឹងសៀវលីននិងលោកគ្រូរបស់គាត់យ៉ាវឈុនហើយនឹងឪពុកសៀវច័ន្ទរបស់គាត់ផងដែរនិងក្រុមគ្រួសាររបស់គាត់ទាំងអស់ដែលស្ថិតនៅក្នុងទ្វីបកម្លាំងធាតុទាំងមូលហើយ
siêu dân có ban nực khơi từ đòn thì pi nhẹ phóng đại đại chia siêu dị xiên hay nâng dồn dồn nâng ai pi pro ấy ca pi pe đại siêu dân ban thua đầm na song pre chỉ lực đầm bông trả tranh piana trả chế má nâng cứ siêu dân ban chụp cho môi nâng đi từng pi nhẹ đấy chỉ lực đầm bông hỏi có miền Hà Nội sao đi chỉ tràn phóng đại cho môi nâng đi từng pi nhẹ nâng chia pi xe nó cứ chia grupet tê bạc sáu tàu được có siêu dị xiên nâng ai tại bạn đào tam siêu dân nâng ở thì pe drop tu swat nước trong việc cầm lăng thiết đã hốt tăng pi pe đại siêu dân nâng na trả chế má rồi hốt đã siêu dân từ đó phun phìa cận đá hỏi siêu dân khai tịch chi nè chấm nên cầm đặt tàu tí nâng từ siêu dị xiên nâng ban chụp đào tam siêu dân con tai np đã siêu dân từ lò bằng Canada trả chế má nâng siêu dị xiên có ban nô tam siêu dân mà nơi không từ cầu siêu phóng đai bằng tọp pi siêu dân ban nòm siêu dị xiên một căn từ cầu siêu nâng đôi nơi không pi nâng siêu dân có ban sừng khom thát yang siêu dị xiên hay nâng dồn dồn nâng ai lang từ đó cầm đặt tàu tí thì cho pi pro ấy muốn nâng siêu dân trả tranh pi phim cầm lăng thiệt nâng cứ siêu dân ban sộp vôประพบ đam chí tại bạn bạt bong tranh pi phim cầm lăng thiệt nâng để dẹp về chiêng 10,000 năm nâng lang bằng bình phóng đai đối với này hỏi cứ vì mình bị bạn nô tế sầm rập nè đại miền tây của sao lôi chia siêu dị xiên hay nâng dồn dồn ai lang từ đó cầm đặt tàu tí banบนโต๊ะปีหนึ่งมาเตี้ยระยะไปประมาณไงไกลมาเตี้ยเซียวเย็นก็สลับแต่ลือสำเร็จระบอบมนุษย์ใส่สมจุ่มนุยเปลี่ยนหายเซียวเย็นก็บานเนี่ยจังปีกาบวกหาระบอบกอดหายเซียวเย็นก็บานปราบปราในธรรมะโปรเปลืองอาติเตระบอบกอดนั้นคือดำไปสไปนกนังปีเน็ตมือจุ่มวิ่งรุงพนมในกอดกำปงศาสนาหนึ่งหายเซียวเย็นก็บานดังในท้าคือเมียนเนรีมันเนี่ยให้นังเขมรสไลมันเนี่ยคือตระบานดังตามได้มนุษย์มือกลมได้มนุษย์มือกลมนั่นคือมันแมนจิมนูละออนุเตบนโต๊ะปีบานดังหายเซียวเย็นก็บานติดจุยเนี่ยตั้งปีหนึ่งเปลี่ยนแต่ไม่ดองให้ก็บันดังเนี่ยได้บันดังตามคำสั่งตั้งปีเนี่ยนั่งเอารถจ่าใจตัวเองมาตื่นให้บรรทอปีเซียวยืนบันจุยเนี่ยตั้งปีนั่งให้เนี่ยตั้งปีนั่งก็บันรอบอันเซียวยืนทัวจีมัดให้ก็บันจัดตกเซียวยืนนั่งโดยจีบงโปรระบบปุกเองจังได้บันจุยปุกเกตั้งปีเนี่ยบรรทอมาเตสเซียวยืนก็บันซัวชมูเนี่ยตั้งปีหนึ่งพงได้คำสั่งเตานั่นคือมีนชมูทาลูยูชิงจำนายบงสั่งระบบนี้คือมีนชมูทาลูยูลินเอาเซียวยืนก็บันดังปีกำลังทำมาปูวัคคัดระบบเนี่ยตั้งปีพงได้สถานการณ์กำลังตีปรับบุญได้จีกำลังอัฐปไตยเพียบยังไงน้อยในรีได้จีบองสไลได้เมียนชมทาลูยูชิงนั่นคือเมียนกำลังตีปรับบุญคือจีกำลังอัฐปไตยเพียบขณะตีปรับปีกำปูลให้มันเนี่ยเตียนนั่นคือมันตอนเชียนตะดากำลังตีปรับบุญนึกเตะได้เนี้ยในตรำกำลังตีปรับใบตายปนอได้จีกำลังกลุ่มฮอนร้ายในอัฐปไตยเพียบทั้งใบบนใต้ทำมาปูลเปลืองบักไม่สไลได้สถานในโครงกำลังตีปรับใบนั่นคือเชียนตะดากำลังอัติเตะได้สมาหนังสือยืนดูแต่หายให้บรรทอปีเป็นนัดมือเรื่องราวถึงอันนี้ให้เซียวเย็นกับบาดโดดังหางท้อมให้กับบาดในใหญ่ท้าปีพบโลกนี้เปิดเจียทมในวงในเหมือนเต้นสมบูรณ์แต่ดาวเนี่ยครั้งนังเนี่ยจำเนียนจิตรัตได้บานแหลมกได้กอดมันบานเคยปีมนมกในขนมทวีปกำลังเทศระบอกกอดลงเตะให้บรรทอเป็นดังมาเตสเปเวเลียได้บาดได้รุ่งพนมประโมวิญญาณบานบางนั่งกับบานมาดอลให้เซียวเย็นกับบานฟื้นการประกวดประเจนจมูกนังเนี่ยจำเนียนจิตรัตดำใบโจแต่ขนมรุ่งพนมประโมวิญญาณนังผ่องได้บนโต๊ะปีเซียวยืนบานประยุทธ์สลับรูออจิจารเลือกมาหอยเซียวยืนกับบานลูโจตึกนองรุงพรมประโมวิญญาณนักบานได้โจกใจผ่องได้หอยเซียวยืนกับบานสโลบโยธามาปูประโมวิญญาณเตียงตามบูนังหอยกับบานตัวอากาศบำบัดโจตึกนองกำรัดตีดอบได้เชียร์กำรัดอัฐปไตยพิพายใดนังพิมพ์แต่ไม่ดองหอยบนโต๊ะปีบานอากาศบำบัดโจตึกนองกำรัดตีดอบได้เชียร์กำรัดอัฐปไตยพิพายใดให้เซียวยืนกับบานสงอมวักฮัดในขนมจูพนมประโมวิญญาณนักอระยะไปประหายปีชนำหอยในปีได้เซียวยืนบานโจตึกนองรุงพนมประโมวิญญาณใบสโลบโยทำมาโพลในรุงพนมประโมวิญญาณแต่งประบุนั้นมันจะตะโกทมแต่งใบได้กรุกรองรุงพนมประโมวิญญาณนั้นก็บานคังสมาตะเลือเซียวเย็นของได้มันจะตะโกทมแต่งใบได้กรุกรองรุงพนมประโมวิญญาณนั้นคือสถานในครองกำรัติดาบได้เจียกำรัดอัฐปไตยเพียบภายในหนักปูแต่งใบเนี่ยแต่มาดองไอ้บรรทอปีบานดังทัศเซียวเย็นบานโลโจตะครองรุงพนมประโมวิญญาณระบาปูเกหายเนี่ยแต่งใบนั้นก็บานจัดใจอย่างคณีระบาปูเกแต่งใบแต่งออกคณีนั้นตามสบายดอกเซียวเย็นได้ตัวแต่มาดองหอยส่งใบแต่เนี่ยตั้งใบนั้นก็ตามไฟดอกซิลยืนในเคลียร์คนตายในปีนั้นปูเกมันอาจไฟดอกซิลยืนบานเคยนิวเต้โดยชินหอยโดยมีจุ่มเลือกปูเกเนี่ยกรุบรองตะโกทมจากใบได้กรุบรองรุงพนมประโมวิญญาณนั้นก็บานจัดเอาคลีระบาปูเกล้อมปอดรุงพนมประโมวิญญาณแต่งมูแต่มดอกนำใบรองจามซิลยืนในปีเดซิลยืนจะใจหมอกกลางวันบรรทอปีนังมาเทียเปวิเลียเจแต่บรรทอเขาขนมระยะปีชนามนั้นก็มีเนี่ยจุ่มเนียนเจจรันก็บานจะใจปีรุงพนมประโมวิญญาณนั้นเจียบรรทอบให้รุงพนมประโมวิญญาณนั้นก็บานคลายติเจียกันหลายได้สงัดจงงมมาดองเทียโดยขมิ้นพิบอูอเตียนโนเตบรรทอปีเนี่ยจุ่มเนียนเจจรันนั้นบานจะใจตัววิ่งออกเตอจุ่มนายมาจากตะโกทมแต่งใบได้เจียเนี่ยกรุบรองรุงพนมประโมวิญญาณนั้นก็บานบรรทอรองจามซิลยืนในขังกลางนั้นทางบานจัดใจไอโกนใจระบาปูเกนั้นทั่วการเยี่ยมจุ่มใบรุงพนมประโมวิญญาณแต่งมูลเอาในขนมเประยะปีชนามนั้นเซียวยืนกับบานบำไบโจตะขนมกำรัดตีดอบได้เชียร์กำรัดอัฐปไตยเพียบภายในนั้นบานได้โจกใจของได้เอา
ក៏បានធ្វើឲ្យផ្ទៃមេឃទាំងមូលនឹងមានការប្រែប្រួលជាខ្លាំងនៅក្នុងរូងភ្នំប្រមូលវិញ្ញាណនឹងដែលបានរង្គោះរង្គើលំហអាកាសទាំងមូលដែលធ្វើឲ្យអ្នកគ្រប់គ្រងទាំង3នៅក្នុងរូងភ្នំប្រមូលវិញ្ញាណនឹងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានដឹងថាសៀវយាននឹងបានបំបីចូលទៅក្នុងកម្រិតទី10ដែលជាកម្រិតអធិបតេយ្យភាពផែនដីនឹងបន្ទាប់ពីសៀវយានបានបំបីចូលទៅក្នុងកម្រិតទី10ដែលជាកម្រិតអធិបតេយ្យភាពផែនដីរួចហើយសៀវយានក៏មានការសប្បាយចិត្តផងដែរហើយសៀវយានក៏បានសើចហើយក៏បាននិយាយថាតើនេះមែនទេដែលជាកម្រិតអធិបតេយ្យភាពផែនដីដែលលើសពីកម្រិតតៅទីនៅក្នុងទ្វីបម្លងធាតុរបស់ខ្ញុំហើយស្របពេលដែលសៀវយានកំពុងតែសប្បាយចិត្តនឹងម្ចាស់ដឹកនាំត្រកូលធំទាំង3ហ្នឹងក៏បានចេញមកចំពោះមុខសៀវយានភ្លាមៗតែម្ដងបន្ទាប់ពីដឹងថាសៀវយានហ្នឹងបានចាក់ចេញពីរូងភ្នំប្រមូលវិញ្ញាណរបស់ពួកគេបន្ទាប់ពីសៀវយានបានឃើញអ្នកទាំង3ហ្នឹងហើយសៀវយានក៏បានសើចហើយសៀវយានក៏បាននិយាយទៅកាន់អ្នកទាំង3ហ្នឹងថាថ្ងៃនេះអនុញ្ញាតឲ្យខ្ញុំតេស្តសាកល្បងនៅកម្រិតអធិបតេយ្យភាពផែនដីម្ដងមើលថាតើវាខ្លាំងលើសពីកម្រិតតៅទីប្រហែលណាបន្ទាប់មកទៀតបន្ទាប់ពីឮសម្ដីរបស់សៀវយានហើយអ្នកទាំង3នាក់ហ្នឹងក៏មានការខឹងសម្អាតទៅលើសៀវយានជាខ្លាំងហើយអ្នកទាំង3នាក់ហ្នឹងក៏បាននិយាយទៅកាន់សៀវយានថាអាល្អិតឯងពិតជាក្រអឺតក្រទមមែនទែនដូច្នេះហើយថ្ងៃនេះឯងនឹងស្លាប់នៅក្នុងរូងភ្នំប្រមូលវិញ្ញាណរបស់យើងមិនអាចចាក់ចែងបាននោះទេបន្ទាប់ពីបាននិយាយចប់ហើយទាំងសៀវយានហើយនិងអ្នកទាំង3ហ្នឹងក៏បានប្រយុទ្ធគ្នាតែម្ដងទៅដោយមិនបានសាមតប៉ាយអ្វីច្រើនទៀតនោះឡើយដោយការប្រយុទ្ធគ្នារវាងសៀវយានជាមួយនឹងមេដឹកនាំត្រកូលធំទាំង3នៃទីក្រុងប្រមូលវិញ្ញាណហ្នឹងគឺពិតជាសាហាវខ្លាំងមែនទែនដែលធ្វើឲ្យគ្រប់គ្នាហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងដោយការប្រយុទ្ធមួយទល់នឹង3ហ្នឹងដោយដំបូងឡើយហ្នឹងគឺសៀវយានគឺពិតជាចាញ់ប្រៀបមេដឹកនាំត្រកូលទាំង3ហ្នឹងជាខ្លាំងប៉ុន្តែមួយសន្ទុះក្រោយមកហ្នឹងមេដឹកនាំត្រកូលទាំង3ហ្នឹងក៏មានការតក់ស្លុតជាខ្លាំងចំពោះកម្លាំងរបស់សៀវយានបន្ទាប់ពីសៀវយានហ្នឹងបានបញ្ចេញក្បាច់សម្លាប់របស់គាត់គឺជាផ្កាឈូកបំផ្លាញសកលលោករបស់គាត់ហ្នឹងហើយក៏បានគប់ផ្កាឈូកហ្នឹងទៅអ្នកទាំង3ដែលធ្វើឲ្យអ្នកទាំង3ហ្នឹងរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវមួយផ្កាឈូករបស់សៀវយានហ្នឹងដូច្នេះហើយពួកគេទាំង3អ្នកហ្នឹងមានការភ័យខ្លាចទៅលើសៀវយានជាខ្លាំងពីព្រោះអីសៀវយានឥឡូវហ្នឹងគឺស្ថិតនៅក្នុងកម្រិតទី10ដែលជាកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ដំបូងនោះទេប៉ុន្តែអាចទប់ទល់ជាមួយនឹងពួកគេទាំង3នាក់ដែលស្ថិតនៅក្នុងកម្រិតអធិបតេយ្យភាពផែនដីថ្នាក់ខ្ពស់បានទាំង3នាក់ដូច្នេះហើយពួកគេនឹងពិតជាមានការតក់ស្លុតទៅលើសៀវយានជាខ្លាំងបន្ទាប់ពីឃើញកម្លាំងប្រយុទ្ធរបស់សៀវយានដូច្នេះដោយពួកគេទាំង3នាក់រំដៃគ្នាហើយក៏មិនអាចធ្វើអ្វីសៀវយានបាននោះទេធ្វើអ្វីបានហ្នឹងគឺបានតែដំបងតែប៉ុណ្ណោះបន្ទាប់ពីពាក់កណ្ដាលមកទៀតគឺសៀវយានជាអ្នកគ្រប់គ្រងស្ថានភាពទាំងអស់ដូច្នេះហើយទើបធ្វើឲ្យពួកគេទាំង3នាក់ហ្នឹងមានរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវបានសៀវយានវាយប្រហារបន្ទាប់ពីសៀវយានបានយកឈ្នះទៅលើពួកគេទាំង3នាក់ហើយសៀវយានក៏មិនបានសម្លាប់ពួកគេទាំង3នាក់នោះទេពីព្រោះអីសៀវយានខ្លាចមានបញ្ហានៅថ្ងៃក្រោយដោយដែលពេលសៀវយានបានកំទេចបកប្រច័ណ្ឌវេទមន្តដែរជំនួសមកវិញសៀវយានបានបង្ខំឲ្យពួកគេទាំង3នាក់ហ្នឹងប្រគល់នៅ3លានវត្ថុរាវខាងវិញ្ញាណឲ្យមកកាន់គាត់វិញដូច្នេះហើយសៀវយានក៏បាននិយាយទៅកាន់ពួកគេទាំង3នាក់ថាបើមិនព្រមធ្វើដូច្នេះទេនៅពេលដែលគាត់ត្រឡប់មកកាន់ទីក្រុងប្រមូលវិញ្ញាណវិញម្ដងទៀតគាត់នឹងនាំអ្នកជំនាញដែលស្ថិតនៅក្នុងកម្រិតទី10ដែលជាកម្រិតអធិបតេយ្យភាពផែនដីនឹងចំនួន10នាក់មកសួរសុខទុក្ខអ្នកទាំង3នឹងជាមិនខានចំណែកឯម្ចាស់ទីក្រុងទាំង3ហ្នឹងបន្ទាប់ពីឮសៀវយាននិយាយដូច្នេះហើយគាត់ក៏បានដឹងអត្តសញ្ញាណរបស់សៀវយានមួយទៀតដែរថាគឺជាគ្រូចម្រាញ់អសត់បន្ទាប់ពីដឹងថាសៀវយានគឺជាគ្រូចម្រាញ់អសត់ហើយគឺគាត់រត់តែភ័យខ្លាចជាងដែលពេលដែលសៀវយានបានប្រយុទ្ធជាមួយនឹងគាត់ទៅទៀតពីព្រោះអីពួកគេទាំង3នាក់ហ្នឹងបានដឹងថាកេតនាមរបស់គ្រូចម្រាញ់អសត់ហ្នឹងគឺមានឥទ្ធិពលខ្លាំងមែនទែននៅក្នុងពិភពរាប់ពាន់អស្ចារ្យហ្នឹងដោយអ្នកជំនាញកម្រិតទី10អធិបតេយ្យភាពផែនដីហ្នឹងគឺហ៊ានធ្វើគ្រប់យ៉ាងតាមបញ្ជារបស់គ្រូចម្រាញ់អសត់ពីព្រោះអីគ្រូចម្រាញ់អសត់ហ្នឹងគឺមានសមត្ថភាពខាងកោះហៅមនុស្សនិងប្រមូលផ្ដុំមនុស្សដូច្នេះហើយពួកគេទាំង3នាក់ហ្នឹងគឺមិនហ៊ានប្រកែកនោះទេហើយក៏បានស្ដាប់តាមការបញ្ជារបស់សៀវយានដោយប្រគល់នៅ3លានវត្ថុរាវខាងមាននឹងឲ្យទៅសៀវយានភ្លាមតែម្ដងពីព្រោះអីខ្លាចឥទ្ធិពលរបស់សៀវយាននៅពេលដែលសៀវយានត្រឡប់មកម្ដងទៀតនោះសៀវយាននឹងនាំអ្នកជំនាញកម្រិតទី10ហ្នឹងមកកំទេចពួកគេចោលជាមិនខាននៅពេលដែលសៀវយានទទួលបានវត្ថុរាវខាងវិញ្ញាណចំនួន3លានហើយសៀវយានក៏រៀបនឹងចាក់ចេញពីទីក្រុងប្រមូលវិញ្ញាណភ្លាមប៉ុន្តែនៅពេលហ្នឹងមេដឹកនាំត្រកូលធំទាំង3ហ្នឹងក៏បានគាត់សៀវយានហើយក៏បានប្រាប់សៀវយានអំពីព័ត៌មានមួយដែលថាវិមានអណ្ដាតភ្លើងបរិសុទ្ធ1000ហ្នឹងគឺមានជ្រើសយកអ្នកជំនាញរូបណាដែលមានសមត្ថភាពក្នុងការសាកល្បងចម្រាញ់អណ្ដាតភ្លើងបរិសុទ្ធមួយប្រភេទដែលស្ថិតនៅក្នុងវិមានអណ្ដាតភ្លើងបរិសុទ្ធហើយពួកគេទាំង3នាក់ហ្នឹងក៏បានដឹងដែរថាគ្រូចម្រាញ់អសត់ហ្នឹងគឺត្រូវការអណ្ដាតភ្លើងបរិសុទ្ធជាខ្លាំងដើម្បីធ្វើឲ្យគ្រាប់ថ្នាំរបស់ពួកគេហ្នឹងកាន់តែមានគុណភាពខ្ពស់ជាងមុនដូច្នេះហើយទើបពួកគេទាំង3នាក់ហ្នឹងបានប្រាប់ព័ត៌មាននេះទៅកាន់សៀវយានដើម្បីលុបបំបាត់ការខឹងសម្បាររបស់ពួកគេជាមួយនឹងសៀវយានដើម្បីយកសៀវយានហ្នឹងមកធ្វើជាមិត្តវិញហើយបន្ទាប់ពីសៀវយានបានឮដំណឹងនេះហើយសៀវយានក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរចំពោះម្ចាស់ត្រកូលទាំង3ដែលហ៊ានប្រាប់ព័ត៌មាននេះមកដល់គាត់ដូច្នេះហើយសៀវយានក៏មិនបានខឹងអ្នកទាំង3នោះដែរហើយសៀវយានក៏បានអរគុណអ្នកទាំង3ហើយក៏បានចាក់ចេញពីទីក្រុងប្រមូលវិញ្ញាណហ្នឹងធ្វើដំណើរទៅវិមានអណ្ដាតភ្លើងបរិសុទ្ធតែម្ដងទៅដើម្បីទៅសាកល្បងចម្រាញ់អណ្ដាតភ្លើងបរិសុទ្ធហើយបន្ទាប់ពីសៀវយានចាក់ចេញទៅបាត់ហើយ
មេដឹកនាំត្រកូលទាំង3ហ្នឹងគឺពិតជាដូចដកបន្លាចេញពីទ្រូងរបស់ពួកគេអញ្ចឹងពីព្រោះអីនៅមុននេះបន្តិចពួកគេទាំង3នាក់ហ្នឹងគឺពិតជាខ្វាក់ភ្នែកមែនតើដែលលេងជាមួយនឹងមនុស្សខុសដូចជាស៊ីវយៀននឹងឯងបាទមនុស្សដូច្នេះទេបាទស៊ីវយៀនមិនបន្ធូរដៃនោះទេសង្ស័យតែពួកគេទាំង3នាក់ហ្នឹងប្រហែលជាស្លាប់នៅនឹងកន្លែងទៅហើយបន្ទាប់ពីប្រយុទ្ធគ្នាជាមួយនឹងស៊ីវយៀនមុននឹងបន្តិចហ្នឹងបន្ទាប់ពីស៊ីវយៀនបានចាក់ចេញពីរូងភ្នំប្រមូលវិញ្ញាណនឹងហើយស៊ីវយៀនក៏បានធ្វើដំណើរទៅកាន់វិមានអណ្ដាតភ្លើងបរិសុទ្ធនឹងផងដែរហើយបន្ទាប់ពីទៅដល់វិមានអណ្ដាតភ្លើងបរិសុទ្ធនឹងហើយស៊ីវយៀនក៏បានចម្រាញ់អណ្ដាតភ្លើងបរិសុទ្ធនឹងបានដោយជោគជ័យដូចគ្នាហើយនៅពេលហ្នឹងស៊ីវយៀនទទួលបានអណ្ដាតភ្លើងបរិសុទ្ធចំនួន2ដែល1ទទួលបាននៅក្នុងបព្វជិនវេទមន្តជាមួយនឹងឆៃលីន2ទទួលបាននៅក្នុងវិមានអណ្ដាតភ្លើងបរិសុទ្ធ1000នឹងឯងបន្ទាប់ពីនឹងមកទៀតរយៈពេលជិត100ឆ្នាំក្រោយមកទៀតស៊ីវយៀនក៏បានប្រកាសខ្លួនឯងថាគឺជាអធិរាជនៃអណ្ដាតភ្លើងស៊ីវយៀននៅក្នុងពិភពរាប់ពាន់អស្ចារ្យបន្ទាប់ពីគាត់នឹងបានប្រយុទ្ធគ្នាជាមួយនឹងបុព្វបុរសចាស់នៃត្រកូលវិញ្ញាណភ្លើងហើយពេលហ្នឹងស៊ីវយៀនគឺមានកម្រិតទី11គឺជាកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់អមតៈហើយការប្រយុទ្ធគ្នារវាងបុព្វបុរសត្រកូលវិញ្ញាណភ្លើងហើយនឹងស៊ីវយៀនហ្នឹងគឺពិតជាបកឲ្យមានការភ្ជាប់ឲ្យជាខ្លាំងទៅដល់មនុស្សគ្រប់គ្នានៅក្នុងពិភពរាប់ពាន់អស្ចារ្យដោយនៅពេលដែលស៊ីវយៀនបានប្រយុទ្ធជាមួយនឹងបុព្វបុរសចាស់នៃត្រកូលវិញ្ញាណភ្លើងហ្នឹងគឺផ្ទៃដីទាំងមូលគឺនឹងគឺប្រែទៅជាវាលរហោឋានតែម្ដងហើយពោពេញទៅដោយសមុទ្រអណ្ដាតភ្លើងដែលឆេះសន្ធោសន្ធៅនៅក្នុងផ្ទៃដីដែលស៊ីវយៀនហ្នឹងបានប្រយុទ្ធជាមួយនឹងបុព្វបុរសចាស់នៃត្រកូលវិញ្ញាណភ្លើងហ្នឹងហើយការប្រយុទ្ធគ្នារវាងស៊ីវយៀននិងបុព្វបុរសចាស់ត្រកូលវិញ្ញាណភ្លើងហ្នឹងគឺធ្វើឲ្យអ្នកជំនាញកម្រិតអធិបតេយ្យភាពឋានសួគ៌មួយចំនួនគឺពិតជាមានការរន្ធត់ជាខ្លាំងពីព្រោះអីស៊ីវយៀនហ្នឹងគឺពិតជាខ្លាំងមែនទែនបន្ទាប់ពីបានប្រយុទ្ធជាមួយនឹងបុព្វបុរសត្រកូលវិញ្ញាណភ្លើងហ្នឹងដែលស៊ីវយៀនហ្នឹងគឺពិតជាធម្មតាមែនទែនប៉ុន្តែនៅពេលដែលគាត់បានប្រយុទ្ធជាមួយនឹងបុព្វបុរសចាស់ត្រកូលវិញ្ញាណភ្លើងហ្នឹងគឺបុព្វបុរសចាស់ត្រកូលវិញ្ញាណភ្លើងហ្នឹងគឺមិនអាចធ្វើអ្វីបីតែបន្តិចទៅលើស៊ីវយៀនដូច្នេះហើយទើបធ្វើឲ្យពួកគេទាំងអស់គ្នាហ្នឹងមានការភ័យខ្លាចជាខ្លាំងទៅលើស៊ីវយៀនបន្ទាប់ពីប្រយុទ្ធជាមួយនឹងបុព្វបុរសចាស់នៃត្រកូលវិញ្ញាណភ្លើងរួចហើយនៅក្នុងការប្រយុទ្ធគ្នានឹងបុព្វបុរសចាស់នៃត្រកូលវិញ្ញាណភ្លើងនឹងគឺមិនអាចសំបីតែធ្វើឲ្យស៊ីវយៀននឹងមានរបួសសំបីតែបន្តិចទោះបីជាគាត់នឹងបានប្រើប្រាស់គ្រប់វិធីរបស់គាត់ក៏ដោយនៅទីបញ្ចប់គាត់ក៏បានបង្ខំឲ្យខ្លួនឯងនឹងទទួលស្គាល់បរាជ័យនៅក្រោមដៃរបស់ស៊ីវយៀនដោយសារតែស៊ីវយៀននឹងពិតជាខ្លាំងមែនទែនបន្ទាប់ពីការប្រយុទ្ធគ្នានឹងបន្ទាប់ពីប្រយុទ្ធចប់ស៊ីវយៀនក៏បានប្រាប់ឲ្យត្រកូលវិញ្ញាណភ្លើងនឹងប្រគល់អណ្ដាតភ្លើងទាំងអស់មកឲ្យកាន់ខ្លួនគាត់ផងដែរហើយស៊ីវយៀននៅកន្លែងហ្នឹងគឺមិនបានខ្វល់ខ្វាយអ្វីទាំងអស់ក្រៅតែពីប្លន់អណ្ដាតភ្លើងទាំងអស់ពីត្រកូលវិញ្ញាណភ្លើងហើយចាប់តាំងពីពេលហ្នឹងមកឈ្មោះរបស់ស៊ីវយៀនហ្នឹងក៏បានរីកផ្សព្វផ្សាយពីពេញពិភព1000អស្ចារ្យតែម្ដងបន្ទាប់ពីប្រយុទ្ធជាមួយនឹងត្រកូលវិញ្ញាណភ្លើងហើយនៅកន្លែងហ្នឹងស៊ីវយៀនក៏បានជួយព្រះបុរាណធូសឺផងដែរដោយព្រះបុរាណធូសឺហ្នឹងគឺបានត្រូវបានត្រកូលវិញ្ញាណភ្លើងហ្នឹងចាប់ឃុំដែលជាអណ្ដាតភ្លើងបរិសុទ្ធជាប់ចំណាត់ថ្នាក់ទី3បន្ទាប់ពីធូសឺហ្នឹងបានមកដល់ពិភពរាប់ពាន់អស្ចារ្យហើយក៏ត្រូវបានត្រកូលវិញ្ញាណភ្លើងនឹងចាប់បិទត្រាឃុំតែម្ដងទៅដែលស្ថិតនៅក្នុងត្រកូលវិញ្ញាណភ្លើងនឹងដោយព្រះបុរាណធូសឺនឹងគឺជាអណ្ដាតភ្លើងលេខ1នៅក្នុងពិភពទ្វីបកម្លាំងធាតុរបស់ស៊ីវយៀនបន្ទាប់ពីចាក់ចេញពីទ្វីបកម្លាំងធាតុរបស់ស៊ីវយៀនមកកាន់ពិភព1000ហ្នឹងគាត់ក៏បានក្លាយទៅជាអណ្ដាតភ្លើងបរិសុទ្ធដែលជាប់ចំណាត់ថ្នាក់ទី3នេះឯងបន្ទាប់ពីស៊ីវយៀនបានយកឈ្នះទៅលើត្រកូលវិញ្ញាណភ្លើងហើយស៊ីវយៀនក៏បានបង្កើតដែនដីភ្លើងគ្មានទីបញ្ចប់ឡើងមកផងដែរហើយក៏មានអ្នកជំនាញកម្ពុជាជាច្រើនបានចូលទៅក្នុងដែនដីភ្លើងគ្មានទីបញ្ចប់នឹងដូចគ្នាពីព្រោះអីស៊ីវយៀនមិនត្រឹមតែមានកម្លាំងខ្លាំងក្នុងការប្រយុទ្ធនោះទេហើយស៊ីវយៀនក៏មានជំនាញមួយទៀតផងដែរគឺជាគ្រូចម្រាញ់អសត់ហើយគ្រាប់ថ្នាំទាំងអស់នៅក្នុងពិភព1000ហ្នឹងគឺមានតែដែនដីភ្លើងគ្មានទីបញ្ចប់នោះទេដែលពិសេសខ្លាំងជាងគេហើយក៏កម្រខ្លាំងជាងគេដែរផងដែរដែលគ្រាប់ថ្នាំចេញពីក្នុងដែនដីភ្លើងគ្មានទីបញ្ចប់ហ្នឹងដូច្នេះហើយក៏មានអ្នកជំនាញជាច្រើនបានចូលរួមជាមួយនឹងដែនដីភ្លើងគ្មានទីបញ្ចប់និយាយទៅគឺអ្នកដែលស្ថិតនៅក្នុងកម្រិតអធិបតេយ្យហ្នឹងកម្រិតអធិបតេយ្យភាពផែនដីឬក៏កម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់វិញ្ញាណថ្នាក់អមតៈហ្នឹងគឺចូលទៅក្នុងដែនដីភ្លើងគ្មានទីបញ្ចប់ហ្នឹងគឺដូចជាស្រមោចអញ្ចឹងនៅពេលដែលស៊ីវយៀនហ្នឹងបានបង្កើតដែនដីភ្លើងគ្មានទីបញ្ចប់ឡើងមកដោយសារតែគេឈ្មោះនឹងកម្លាំងរបស់ស៊ីវយៀនហើយបុកសំជាមួយនឹងជំនាញចម្រាញ់អសត់របស់ស៊ីវយៀនមានសមត្ថភាពខ្លាំងទៀតនោះដែនដីភ្លើងគ្មានទីបញ្ចប់ត្រឹមតែរយៈពេលប្រមាណទសវត្សរ៍ប៉ុណ្ណោះក៏បានក្លាយទៅជាកងកម្លាំងកម្ពុជាដ៏ខ្លាំងមួយដែលឈរនៅព្រំដែនភាគខាងជើងនៃពិភពរាប់ពាន់អស្ចារ្យដែលប្រឆាំងជាមួយនឹងពួកបិសាចអាក្រក់ក្រៅភពដែលស្មើដែលកម្លាំងរបស់ដែនដីភ្លើងគ្មានទីបញ្ចប់ហ្នឹងគឺខ្លាំងជាងត្រកូលមហាបុរាណផ្សេងៗទៀតនៅក្នុងពិភពរាប់ពាន់អស្ចារ្យប៉ុន្តែនៅប្រមាណឆ្នាំក្រោយមកទៀតក៏មានត្រកូលមហាបុរាណមួយដែលជាត្រកូលមួយក្នុងចំណោមត្រកូលទាំង5ដែលដឹកនាំដោយមហាធានហ្នឹងដែលជាបុព្វបុរសនៃត្រកូលមហាបុរាណហ្នឹងក៏បានមកវាយប្រហារដែនដីភ្លើងគ្មានទីបញ្ចប់ហ្នឹងហើយនៅពេលហ្នឹងស៊ីវយៀនក៏បានវាយមហាធានហ្នឹងធ្វើឲ្យមហាធានហ្នឹងរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីទោះបីជាមហាធានហ្នឹងបានបញ្ចេញឃ្លោកមហាបុរាណមកក៏ដោយក៏ត្រូវបានស៊ីវយៀនហ្នឹងវាយប្រហារតែម្ដងទៅដោយនៅពេលហ្នឹងស៊ីវយៀនបានលាក់កម្លាំងរបស់គាត់ដែល
មហាធាននឹងបានគិតថាកម្លាំងរបស់សៀវយិនគឺស្ថិតនៅក្នុងកម្រិតអធិបតេយ្យភាពឋានសួគ៌អ្នកអមតៈតែប៉ុណ្ណោះនៅពេលដែលបានជាមហាធាននឹងហ៊ានមកវាយប្រហារដែនដីភ្លើងគ្មានទីបញ្ចប់ដែលចង់លេបត្បាក់ដែនដីភ្លើងគ្មានទីបញ្ចប់របស់សៀវយិននឹងដែលដែនដីភ្លើងគ្មានទីបញ្ចប់របស់សៀវយិននឹងគឺធំចង់ធំជាងទ្វីបមហាបុរាណដែលតកូលមហាបុរាណគ្រប់គ្រងទៅទៀតនិយាយឲ្យខ្លីទៅគឺប្រព័ន្ធទឹកដីរបស់ត្រកូលមហាបុរាណតែម្ដងដែលគ្រប់គ្រងដោយពួកតកូលបុរាណហ្នឹងបន្តមកទៀតនៅពេលដែលមហាធានមកវាយប្រហារដែនដីភ្លើងគ្មានទីបញ្ចប់ហ្នឹងសៀវយិនក៏បានបង្ហាញកម្លាំងពិតរបស់គាត់គឺជាកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់បរិសុទ្ធដំណាក់កាលចុងក្រោយហើយក៏បានវាយឲ្យមហាធានហ្នឹងរងរបួសយ៉ាងធ្ងន់ធ្ងរហើយក៏បានដកថយចេញទៅវិញបាត់ទៅហើយសៀវយិនក៏មិនបានខ្វល់អ្វីច្រើននោះទេចាប់តាំងពីពេលហ្នឹងមកគេឈ្មោះរបស់ដែនដីភ្លើងគ្មានទីបញ្ចប់ហើយនឹងសៀវយិនហ្នឹងក៏រឹតតែខ្លាំងឡើងមកដល់ពេលបច្ចុប្បន្នហ្នឹងហើយបច្ចុប្បន្នហ្នឹងក៏កម្លាំងដែលខ្លាំងជាងគេគឺមានតែអាណាចក្រក្បាច់គុណហើយនឹងដែនដីភ្លើងគ្មានទីបញ្ចប់នោះទេដែលមានកម្លាំងខ្លាំងបំផុតដែលសៀវយិនហើយនឹងលីនតង់នឹងឯងដែលសៀវយិនគ្រប់គ្រងដែនដីភ្លើងគ្មានទីបញ្ចប់ចំណែកលីនតង់វិញគឺគ្រប់គ្រងអាណាចក្រក្បាច់គុណដែលកម្លាំងរបស់សៀវយិនលីនតង់នោះគឺស្មើគ្នាដែលស្ថិតនៅក្នុងកម្រិតអធិបតេយ្យភាពឋានសួគ៌ថ្នាក់បរិសុទ្ធដំណាក់កាលចុងក្រោយប៉ុន្តែកម្លាំងប្រយុទ្ធរបស់សៀវយិនហើយនឹងលីនតង់វិញគឺពាក់កណ្ដាលជំហានចូលទៅក្នុងកម្រិតទី12ទៅហើយដែលជាកម្រិត ranker នឹងឯងហើយសាច់រឿង side story របស់សៀវយិនគឺមានតែប៉ុណ្្នឹងឯងហើយខ្ញុំសូមខន្តីអភ័យទោសផងមកមានពាក្យពេចន៍កន្លែងណាដែលខ្ញុំនិយាយអីមិនសមរម្យបាទអរគុណច្រើនបាយបាយជួបគ្នាឱកាសក្រោយ